បងប្អូនប្រហែលជាធ្លាប់ឮគេនិយាយថាចាធម្មតាតែពេលយើងក្រធំសំបីតែសាច់ញាតិមិត្តភ័ក្តិបងប្អូនក៏មានតែចង់រាប់រយយើងដែរព្រោះយើងខ្លាចយើងទៅខ្ចីលុយគេហើយវាជារឿងប៉ិតនៅក្នុងសង្គមដែលយើងទាំងអស់គ្នាគួរទទួលស្គាល់ថានៅពេលដែលយើងក្រយើងទុនខ្សោយមិនថាជាយើងជួបបញ្ហាយើងជួបរឿងដែលយើងជាអ្នកត្រូវក៏យើងខ្លាចជាអ្នកខុសដែរវាគ្មានយុត្តិធម៌សម្រាប់អ្នកទុនខ្សោយអញ្ចឹងអានេះជាមូលហេតុដែលយើងត្រូវទាំងអស់គ្នាត្រូវតែផឹងហូរលុយផឹងសំលុយសម្រាប់ខ្លួនឯងព្រោះមានតែយើងរឹងមាំមានតែយើងខ្លាំងទេទើបយើងអាចឈ្នះបានគ្រប់គ្រឿងអញ្ចឹងអានេះគឺជាឧទាហរណ៍ងាយៗដែរពាក់ព័ន្ធដូចរឿងសំលុយរឿងអីអញ្ចឹងខ្ញុំគិតថាពេលខ្លះនៅពេលដែលយើងគិតរឿងសំលុយរឿងដែលយើងត្រូវតែទុកដាក់លុយអញ្ចឹងបងបងនិយាយបងបងស្រីខ្លះប្រហែលជាគាត់គិតថាវាពិបាកប៉ុន្តែសម្រាប់ខ្ញុំអានេះខ្ញុំឧទាហរណ៍បងប្អូនងាយយល់ឲ្យបងប្អូនងាយនៅក្នុងការឧទាហរណ៍ដូចពាក់ព័ន្ធរឿងទុនខ្សោយរឿងក្រពេលយើងពិបាកពេលដែលបងប្អូនពិបាករឿងសំលុយពេលដែលយើងត្រូវតែគេហៅថាបាត់បង់អា motivation នៅក្នុងការសំលុយបងប្អូនត្រូវគិតថានៅពេលដែលយើងខ្សោយនៅពេលដែលយើងក្រនៅពេលដែលយើងពិបាកតើយើងអាចពឹងពាក់អ្នកណាបានតើគេមើលមកយើងអត់នៅពេលដែលយើងខកនៅពេលដែលយើងអត់មានលុយតើគេគ្រប់អានយើងអត់តើយើងត្រូវបានសង្គមនឹងទទួលស្គាល់អត់អានេះជាហេតុផលដែលធ្វើឲ្យខ្ញុំមានគេថា motivate សិនណាគ្រឿងសំលុយខ្លាំងមែនតើខ្ញុំអត់បោះបង់ទេពីព្រោះដោយសារតែខ្ញុំគិតថាបើសិនជាខ្ញុំអត់ចេះទុកដាក់លុយនៅពេលដែលខ្ញុំហូបបានលុយហើយខ្ញុំអត់ចេះទុកដាក់លុយខ្ញុំអត់ចេះសំលុយទេនៅពេលដែលខ្ញុំក្រនៅពេលដែលខ្ញុំធ្លាក់ខ្លួនគឺពិបាកខ្លាំងមែនតើពិបាកនៅក្នុងការរស់នៅក្នុងសង្គមបច្ចុប្បន្នណាអញ្ចឹងអីដែលខ្ញុំត្រូវធ្វើនៅពេលដែលខ្ញុំហូបបានគឺខ្ញុំត្រូវតែសំលុយហ្នឹងជាហេតុផលគេហៅហេតុផលឈឺចាប់ដែលយើងត្រូវតែហូរនឹកហេតុផលហ្នឹងដើម្បីជំរុញឲ្យយើងហ្នឹងណាត្រូវតែផឹងហូរលុយហើយផឹងសំលុយដើម្បីឲ្យខ្លួនឯងរឹងមាំខ្លួនឯងខ្លាំងគ្រួសាររបស់យើងរឹងមាំដូចគ្នាអាហ្នឹងជាហេតុផលខ្លាំងបំផុតដែលយើងទាំងអស់គ្នាគួរតែសំលុយគួរតែទុកដាក់លុយថាតើនៅពេលដែលមានហានិភ័យយើងត្រូវពឹងពាក់អ្នកណាគេឬក៏តើយើងយកលុយហ្នឹងយកមកពីណាហើយនៅពេលដែលយើងទុនខ្សោយគ្មានទេពាក្យថាយុត្តិធម៌សម្រាប់ខ្លួនឯងអញ្ចឹងដល់អីដែលល្អបំផុតគឺត្រូវតែមានភាពរឹងមាំត្រូវតែខ្លាំងត្រូវតែមានលុយនៅក្នុងខ្លួនទៅល្អប្រសើរហើយយ៉ាងតែមានមុខមាត់ក្នុងសង្គមណា